មេរៀននេះមានរយៈពេល1ម៉ោងសិក្សាសិស្សានុសិស្សនឹងសិក្សាអំពីឥរិយាបថក្នុងការបរិភោគអាហារដែលជាបំណិនក្នុងការទំនាក់ទំនងក្នុងសង្គមដ៏សំខាន់ដែលពួកគេនឹងប្រើប្រាស់នាពេលអនាគតសិស្សក៏នឹងសិក្សាអំពីសារៈសំខាន់នៃការទំពារអាហារនិងអត្ថប្រយោជន៍នៃការបរិភោគអាហារជាមួយគ្រួសារនិងមិត្តភ័ក្តិក្រោយពេលសិក្សាចប់សិស្សនឹងមានសម្បទាសំខាន់ចំនួន3 1. វិជ្ជាសម្បទារៀបរាប់ពីរបៀបបរិភោគអាហារត្រឹមត្រូវប្រាប់បានអំពីសារៈសំខាន់នៃការទំពារអាហារ 2. បំណិនសម្បទាបង្ហាញពីរបៀបនៃការបរិភោគអាហារត្រឹមត្រូវ 3. ចរិយាសម្បទាបណ្ដុះទម្លាប់បរិភោគអាហារបានត្រឹមត្រូវប្រកបដោយភាពរីករាយជាមួយគ្រួសារនិងមិត្តភ័ក្តិការបង្រៀនឲ្យសិស្សមានឥរិយាបថល្អក្នុងការបរិភោគអាហារគឺពិតជាមានសារៈសំខាន់ព្រោះអាចជួយដល់ពួកគេបង្ហាញនូវការគោរពនិងភាពរីករាយអំឡុងពេលបរិភោគអាហារហើយក៏អាចជួយដល់សិស្សានុសិស្សដឹងពីភាពសំខាន់នៃអ្នកដែលចូលរួមបរិភោគអាហារជាមួយពួកគេសិស្សគួរតែមានភាពរីករាយចំពោះការបរិភោគអាហារតែក៏ត្រូវមានឥរិយាបថសមរម្យជាមួយអ្នកដទៃអំឡុងពេលបរិភោគដូចគ្នាដូច្នេះហើយការសិក្សានៅមេរៀននេះគឺពិតជាមានសារៈសំខាន់សម្រាប់សិស្សជាពិសេសតាំងតែពួកគេនៅវ័យក្មេងនៅឡើយតើឥរិយាបថល្អក្នុងការបរិភោគអាហារគឺជាអ្វីឥរិយាបថនៃការបរិភោគអាហារគឺជារបៀបវិន័យអំឡុងពេលបរិភោគអាហារដែលបង្ហាញនូវការគោរពភាពគួរសមនិងភាពរីករាយនៅពេលបរិភោគអាហារឧទាហរណ៍តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលដែលនរណាម្នាក់និយាយទាំងមានអាហារនៅពេញមាត់ហើយអាហារនោះខ្ទាតចូលក្នុងចានរបស់អ្នកប្រកបណាស់គ្មាននរណាម្នាក់ចង់ជួបស្ថានភាពបែបនេះទេហើយក៏មានប្រទេសជាច្រើនបានចាត់ទុកថានេះគឺជាឥរិយាបថមិនសមរម្យលើតុអាហារឬនៅពេលបរិភោគអាហារផងដែរដោយឡែកការអនុវត្តការលាងសម្អាតដៃតាមគោលការណ៍សុវត្ថិភាពចំណីអាហារជារឿងមួយដែលមនុស្សមួយចំនួនមិនសូវផ្ដោតការយកចិត្តទុកដាក់ដូចនេះហើយបានជាការលាងសម្អាតដៃមិនត្រូវបានគេចាត់ទុកជាផ្នែកមួយនៃឥរិយាបថលើតុអាហារឬឥរិយាបថនៅពេលបរិភោគអាហារទាំងនេះគឺជាឧទាហរណ៍នៃឥរិយាបថល្អនៃការបរិភោគអាហារ 1. គោរពគ្នាទៅវិញទៅមកពេលលូកចាប់ម្ហូបកុំនិយាយច្រើនលេងហ្គេមនិងមើលទូរស័ព្ទពេលបរិភោគអាហារ 2. បរិភោគអាហារដែលមាននៅក្នុងចានឲ្យអស់មុនពេលដួសអាហារបន្ថែមទៀត 3. បរិភោគអាហារដាច់ដោយឡែកពីគ្នាដើម្បីឲ្យមានទីតាំងសមរម្យល្អសម្រាប់ម្នាក់ៗនិងរក្សានូវសណ្ដាប់ធ្នាប់ល្អ 4. ប្រើចាននិងស្លាបព្រាដោយឡែកពីគ្នានិងមានស្លាបព្រារួមដើម្បីដួសម្ហូប 5. អង្គុយបត់ជើងឲ្យត្រង់ខ្លួនឬអង្គុយឲ្យមានរបៀបរៀបរយទាំងនេះគឺជាឧទាហរណ៍នៃឥរិយាបថមិនល្អនៃការបរិភោគអាហារ 1. និយាយជជែកគ្នាពេលបរិភោគអាហារជាពិសេសនៅពេលអាហារនៅពេញមាត់ 2. លេបអាហារឬផឹកទឹកជាមួយអាហារដោយមិនទំពារ 3. លេងហ្គេមឬមើលទូរស័ព្ទពេលបរិភោគអាហារ 4. បរិភោគអាហារលឿនពេកបង្ហាញថាអ្នកមិនពេញចិត្តនឹងអាហារឬមិនគោរពដល់អ្នកចម្អិនសារៈសំខាន់នៃការទំពារអាហារក៏មានបង្ហាញនៅក្នុងមេរៀននេះផងដែរហេតុអ្វីបានជាការទំពារអាហារមានសារៈសំខាន់យើងត្រូវទំពារអាហារដើម្បីបំបែកអាហារឲ្យទៅជាបំណែកតូចៗដើម្បីការពារពីការស្លាក់និងងាយស្រួលក្នុងការកិនរំលាយអាហារនិងបឺតស្រូបនូវសារជាតិចិញ្ចឹមនៅក្នុងរាងកាយក្រៅពីភាពងាយស្រួលក្នុងការកិនរំលាយអាហារនិងការបឺតស្រូបនូវសារជាតិចិញ្ចឹមតើការទំពារអាហារបានល្អមានសារៈប្រយោជន៍អ្វីខ្លះ 1. ការទំពារអាហារបានល្អអាចការពារពីការបរិភោគច្រើនព្រោះការទំពារពន្យឺតល្បឿននៃការបរិភោគនិងបង្កើនភាពឆ្អែតវាធ្វើឲ្យក្រពះមានពេលគ្រប់គ្រាន់ក្នុងការបញ្ជូនព័ត៌មានទៅកាន់ខួរក្បាលថាគ្រប់គ្រាន់ហើយដូចនេះវាអាចជួយគ្រប់គ្រងបាននូវចំណង់អាហារនិងការពារពីការបរិភោគច្រើន 2. ការទំពារអាហារបានល្អជួយដល់មុខងារខួរក្បាលឲ្យមានភាពសកម្មព្រោះវាអាចធ្វើឲ្យដំណើរការនៃការគិតមានភាពប្រសើរឡើងមានន័យថាបើសិនជាអ្នកធ្វើការទំពារអាហារបានល្អនោះខួរក្បាលរបស់អ្នកមានការរំញោចកាន់តែប្រសើរ 3. ការទំពារអាហារជួយដល់សុខភាពធ្មេញផងដែរនៅពេលដែលយើងទំពារកាន់តែច្រើននោះទឹកមាត់ក៏បញ្ចេញកាន់តែច្រើនផងដែរហើយទឹកមាត់អាចការពារធ្មេញពីការពុកបាននៅផ្នែកចុងក្រោយនៃមេរៀននេះគឺជាការបកស្រាយអំពីអត្ថប្រយោជន៍នៃការបរិភោគអាហារជាមួយគ្រួសារនិងមិត្តភ័ក្តិ
ហេតុអ្វីបានជាមានការណែនាំឲ្យបរិភោគអាហារជាមួយគ្រួសារនិងមិត្តភ័ក្តិទាំងនេះគឺជាឧទាហរណ៍មួយចំនួននៃអត្ថប្រយោជន៍សម្រាប់កុមារ 1. ផ្ដល់ភាពស្និទ្ធស្នាលនិងរីករាយនៅក្នុងគ្រួសារ 2. បានទទួលគំរូល្អៗពីការហូបអាហារចម្រុះតាមឪពុកម្ដាយ 3. អារម្មណ៍ល្អនិងបរិភោគអាហារផ្សេងៗជាមួយគ្នាដូចជាផ្លែឈើនិងបន្លែ 4. វប្បធម៌នៃការចែករំលែកអាហារ 5. ការពារពីការបរិភោគអាហារលឿនពេកនឹងធ្វើឲ្យការកិនរំលាយអាហារកាន់តែប្រសើរ